ជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជម្រាបសួរថ្នាក់ដឹកនាំទាំងពីរខ្ញុំសូមលើកវីដេអូបកប្រឆាំងនេះយកមកបកស្រាយបន្តិចទៀតសូមទស្សនាដូចតទៅសូមអរគុណនេះនឹងវិលចូលប្រទេសកម្ពុជានៅពេលខាងមុខនេះពិតប្រាកដណាស់បងប្អូនគឺពេលវេលារបស់របបនេះគឺកាន់តែខើទៅហើយបងប្អូនគឺពិសេសនោះគឺអន្តរជាតិគេកំពុងតែចាត់ការបដាជាពិសេសគឺសហរដ្ឋអាមេរិកដូច្នេះសូមបងប្អូនអ្នកប្រជាធិបតេយ្យទាំងអស់នៅក្នុងប្រទេសកម្ពុជាដាក់ក្តីសង្ឃឹមឡើងហើយប្រឹងធ្វើការឲ្យមោះមុតទៅទៀតនៅបញ្ហាគណៈបករបស់អស់លោកដែលខំបន្តបង្កបង្កើតមកនេះសូមកុំឲ្យមានការបាក់ទឹកចិត្តឲ្យសោះបងប្អូនត្រូវមានជំនឿជឿជាក់លើការតស៊ូរបស់យើងទាំងអស់គ្នាថាចិត្តដល់គោលដៅហើយបាទសូមអរគុណសូមជម្រាបលាជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជម្រាបសួរថ្នាក់ដឹកនាំទាំងពីរខ្ញុំសូមលើកវីដេអូបកប្រឆាំងនេះមកបកស្រាយបន្តិចទៀតណាហ្នឹងហើយវីដេអូនេះសូមជូនទៅបកប្រឆាំងនេះเพจម្ចាស់เพจនេះផងណាថាឲ្យបងប្អូនខំតស៊ូទៅបន្តិចទៀតបានចូលទៅស្រុកខ្មែរពេលឆាប់នេះហើយអូខេចូលទៅច្រកណាប្រាប់វិធីផងអូខេហើយថាអន្តរជាតិនឹងគេគិតគូជួយអីនោះមើលបង្ហាញផតាខ្លះផងមានផតាឲ្យជួយទេអន្តរជាតិកំពុងឲ្យជួយហ្នឹងចេះតែលើកយកមកបកស្រាយទៅរោគតែល្បិចបោកលុយពីចាស់នៅក្រៅប្រទេសនេះរោល្បិចនេះបោះឆ្នោតថ្ងៃខែ10ថ្ងៃទីប្រហែលនេះប្រុងរៀបចំជើងព្រួលដើម្បីស្រោមសម្បត្តិពេលនោះទៀតហើយនេះអូខេនេះពួកអស់លោកឯងនៅរាល់គ្នានេះគណៈភាសាបំណងចូលទៅផ្ដួលរំលំត្រកូលហ៊ុននោះណាវាក្នុងក្បត់ហើយតែគេឲ្យយើងទៅចិត្តគេដែរបើចូលទៅវល់ហ៊ុនសែនណាជឿខ្លះអត់ទៅចូលទៅដណ្ដើមអំណាចច្រកណាចេះជាង30ឆ្នាំជិត40ឆ្នាំហើយនៅតែដើរនឹងក្បាច់នៅតែដើរបោកតែលុយចាស់នៅក្រៅប្រទេសហ្នឹងអូខេអញ្ចឹងខ្ញុំផ្ដាំទៅចាស់បងមួយចំនួននៅក្រៅប្រទេសហ្នឹងណាមុននឹងធ្វើអីមួយអញ្ចឹងយកអារម្មណ៍ទៅគិតឲ្យច្បាស់លាស់អូខេជាធម្មតាគេកំពុងតែកាន់អំណាចហើយយើងអត់មានមេឃមានធៀងមានឫសមានគល់ទេយកតែពាក្យសម្ដីទៅប្រើលើគេនឹងឯងឈ្នះគេត្រង់ណាមើលវិជ្ជាផងឲ្យច្បាស់លាស់មើលមានតែពីភាសាស្រោមសម្បត្តិរបូតអត់មានភាសាឯណាគ្មានស្អីខ្លឹមសារទេអូខេអញ្ចឹងបងប្អូនមេត្តាកុំទៅជឿខ្លាំងពេកអូខេទុកលុយខ្លះកិនទិញអីបរិភោគទៅទៀតណាហ្នឹងហើយសិតតែភាសាបោកប្រាស់ទេកុំជឿគ្មានសមត្ថភាពឲ្យចូលទៅចិត្តគេបានទេងាប់ហើយបោកមិនឈប់នេះកម្រងការគេនេះស្អីរើសតំណាងរាជខែ10នេះឥឡូវគេប្រុងប្រមូលស្រោមសម្បត្តិទៀតហើយនេះសូមបងប្អូនទៅគិតពិចារណាអូខេខ្ញុំប្រាប់ទៀតថាពួកអស់លោកនៅក្រៅប្រទេសណាប្រឆាំងនៅក្រៅប្រទេសណាសិតតែពួកអនិកជនយល់ខ្លួនណាពីអនិកជននឹងថាស្អីទេយកទៅគិតមើលខ្លួនឯងទៅគុំថាឡើយអន្តរជាតិជួយសូម្បីតែមើលគេមើលផងអូខេយូរឆ្នាំហើយជិត40ឆ្នាំហើយនៅតែដដែលវិធីល្បិចរលស្រោមសម្បត្តិនឹងតែរហូតអត់មានអីបានចម្រើនទេអូខេបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នខ្លួនអរគុណ